ខ្សែជីវិតលើទឹកធ្លាប់តែឃើញបងចនាថតប្រហោះប្រហាញនៅខាងភូមិព្រែកទាល់ណាឥឡូវបានមកដល់ផ្ទាល់ហើយពុកម៉ែបងប្អូនអញ្ចឹងមិនថាអ្នកតលេពេលខ្លះវេទនាបាយ3ពេលមកជុំងុំមកជួបគ្រោះខ្យល់ព្យុះមិនដែលធ្លាប់មានទេតែកាអាវអត់សល់ផងផ្ទះប៉ើងខ្ទេចដបូលឲ្យវាយអវ៉ាន់អីហ្នឹងគឺខ្យល់គួចទៅអស់ហើយខូចខាតគ្មានសល់ទេអញ្ចឹងហើយខាងហាងអ៊ីតមួឃើញបងចនាប្រហោះពួកខ្ញុំក៏បានមកដល់ផ្ទាល់ដើម្បីធ្វើមុខម្ហូបចែកទៅដល់ពួកគាត់ក៏ដូចជាមានសម្ភារៈស្បៀងអាហារមួយចំនួនហ្នឹងក៏បានខាងហាងអ៊ីតមួក៏បានជួយខ្លះៗហើយប៉ុន្តែខ្ញុំសូមស្នើសុំពុកម៉ែបងប្អូនម្នាក់ 4000 5000 10000ជួយតាមរយៈបងចនាខ្ញុំដាក់ QR code ជូនដើម្បីសង់ផ្ទះជូនពួកគាត់វិញព្រោះផ្ទះពួកគាត់គឺខូចខាតអស់ច្រើនហើយបងចនាថាមានជាង14គ្រួសារហើយសម្រាប់គ្រួសារដែលប៉ះពាល់ខ្លាំងហ្នឹងគឺ6គ្រួសារហើយមានជនខ្វះខាតច្រើនណាស់នៅខាងទន្លេសាបហ្នឹងពុកម៉ែបងប្អូនអាចយកមកបរិច្ចាគនៅហាងអ៊ីតមួនៅតំបន់បឹងកក់ចាប់ពីម៉ោង7ព្រឹកដល់ម៉ោង7យប់រយៈពេល7ថ្ងៃគាត់នៅទទួលហើយសម្រាប់ថវិកាអ្នកទាំងអស់គ្នាអាចបាញ់តាមរយៈបងចនាតាម QR code ខ្ញុំដាក់នៅខាងក្រោម comment ហើយនេះសិតតែជាទិដ្ឋភាពផ្ទះរបស់ពុកម៉ែបងប្អូននៅខាងទន្លេសាបខាងព្រៃផ្ទាល់ហើយជនជាតិខ្មែរយើងទាំងអស់នៅក្នុងយាយរងថ្ងៃមានណារំពឹងទីសំបីតាធាតនឹងក៏អស់ស្មាទៅអស់ឆ្អឹងពីខាងក្នុងធាតនឹងអស់ពីប៉ើងអស់អត់មានពឹងអីទេយំតែរាល់ថ្ងៃអូដើមរៀងនឹងមូលគួចឡើងមូលដើមរៀងដាច់អូដើមឈើដាច់អូហើយកូនតួធ្វើការបានតែម្នាក់ទៀតមានលុយដល់ធ្វើកូនធ្វើការតែម្នាក់ហើយគ្នាក៏មិនមានលទ្ធភាពច្រើនទៀតតែដល់ពេលខ្ទេចអស់ទៅដល់ពេលខ្ទេចទាំងអស់ទៀតទៅបានអីអូនោះគាត់យកខោអាវមកឲ្យនេះវាស្រូបវាអស់លិញហើយអ៊ំអស់លិញប្រហើយហើយអ៊ំទៅពេលនិយាយអត់ចាញ់សើចប្រហើយអ៊ំណោះអូយកមកចាញ់នឹងសើចទៅហើយលោកបានចាញ់ខ្លះអូចានេះមើលគាត់នេះអស់លិញខាងគាត់ហើយវាគួចយកទៅទាំងអស់ប្រហើយវងភ័យបាត់នេះធ្វើជ្រុំសកត់អូឈើជ្រុំសកត់ជាប់ស្មាតោមើលធាតនៅកដាវាលបាត់ហើយលោកអើយលោកធាតរបស់របបបាក់សម័យតាធាតហ្នឹងក៏កពុបចាញ់អស់ដែរចាញ់ពីគ្នានៅតចាំតែម្ដងដល់កឲ្យមើលអូយមើលខ្ញុំសំឡើងបន្តិចហើយបានរំពឹងអីទៀតអ៊ំឥឡូវបើយើងរកអីអត់បានហើយពេលខ្យល់គួចអស់អូលោកអើយលោកដោយពុកម៉ែបងប្អូនបានឃើញផ្ទះគឺបាក់បែកច្រើនប៉ះពាល់ដល់គ្រួសាររបស់ពួកគាត់និយាយទៅអ្នកនៅទលេពេលដល់ខែគេបិទលោនេសាទរកអីអត់បានទេខ្វះខាតច្រើនណាស់ហើយអរគុណបងអ៊ីតមួដែលគាត់បានជួយសង្ឃឹមថាពុកម៉ែបងប្អូនជួយបន្ថែមទៀតដើម្បីឲ្យគាត់បានលុយសាងសង់ផ្ទះឡើងវិញអរគុណបាយបាយ